សេចក្តីជឿដំណឹងស្តីពីស្ថានភាពធាតុអាកាសបើយោងតាមក្រសួងធនធានទឹកនិងអូតូនិយមដែលបានជូនដំណឹងនៅថ្ងៃទី23ខែមិថុនានេះបានឲ្យដឹងថាសម្ពាធទាបដែលកំពុងគ្របដណ្ដប់លើសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអាណ្ដាម៉ាន់ឈូងសមុទ្រថៃអង្គទន្លេមេគង្គលើរបបខ្យល់មូសុងនិរដីនិងលើព្រះរាជាណាចក្រកម្ពុជាដែលស្ថានភាពបែបនេះនឹងធ្វើចាប់ពីថ្ងៃទី23ដល់ទី25ខែមិថុនាឆ្នាំ2025មានលក្ខណៈដូចតទៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទិសនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលតាកែវស្វាយរៀងនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី20%តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទិសនិរដីនិងអាគ្នេយ៍មានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកំពង់ស្ពឺបៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី25%តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់ពីទិសនិរដីនិងបស្ចិមមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីបណ្ដាលឲ្យខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី30%រលកសមុទ្រមានកម្ពស់មធ្យមអបបរមា0ម៉ែត្រ50និងកម្ពស់មធ្យមអតិបរមា1ម៉ែត្រ50អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន